Ba trong việc xưa bông bồn mọi một pha trong cái phim trên video vì cả chấm cruise thôi mình ở phần trà được bồn nó ngay video này nhưng mà phơi video muối mấy ở chạy chuồn mồi mồi đặc quật club tình cruise trong gia tình chấm hơi phần tích chấm cua chấm này đại dân phơi cứ chấm này cầm hôn luôn con á chấm này bè thay màn thế chấm này bè cruise như chia mà chung mà bè với sang dục lô tập ram mơn đi cái tê cả na dương liệp xong trong nàyខ្លួនឯង protein អត់គ្រប់គឺពងមកគឺអត់ទៅល្អទី1អត់ធំទី2អត់ពងច្រើនទី3ស្បកពងមករឿងទុនគឺយើងរើសមកគឺអាចប្រេះនិងបែកចំពោះចំណីក្រុមហ៊ុននេះដែរគឺគេធ្វើមក protein ចាប់ពី17ដល់20%ការចិញ្ចឹមក្រូចពងបងប្អូនណាវីដេអូនេះគឺខ្ញុំនិយាយពីក្រូចពងអត់បាននិយាយពីចាប់ពីភ្ញាស់ទេនៅវីដេអូក្រោយខ្ញុំនឹងនិយាយពីចាប់ពីភ្ញាស់រហូតដល់វាពងហើយវីដេអូនេះខ្ញុំសូមនិយាយពីធ្វើម៉េចលាយចំណីឲ្យពងច្រើននិងពងធំល្អហើយនឹងក្រូចស៊ីទៅធ្លាក់ពងយ៉ាងតិច70ទៅ80%ចំពោះក្រូចញី100ក្បាលអាចពងបាន70គ្រាប់ទៅ80គ្រាប់បាទចំណីនេះដែរបងប្អូនគឺខ្ញុំទិញក្រុមហ៊ុនបងប្អូនណាទិញចំណីបេក្រុមហ៊ុនមកបេតែ50000ទេដោយសារនៅមូលដ្ឋានខ្ញុំគេលក់ប៉ុណ្ណឹងការស៊ីចំណីបេនេះគឺល្អចំពោះក្រូចបងប្អូនណាវាទទួលបានផលច្រើនតែបងប្អូនរកទិញចំណីក្រូចមិនបានបងប្អូនរកចំណីមាន់ពងចំណីមាន់ពងចំណីក្រូចពងគឺអត់សូវខុសគ្នាប្រហែលទេបងប្អូនណាអត់សូវខុសគ្នាប្រហែលទេពងមកបានប្រហែលគ្នាគ្រាន់អ្វីដែលខុសគ្នាគឺចំណីមាន់ពងវាក្របបងប្អូនណាក្របតូចតូចតែបើបងប្អូនគ្មានម៉ាស៊ីនកិនបងប្អូនអាចបុកបានឬមួយក៏ដាក់បេឬក៏ដាក់កណាត់អីបងប្អូនអាចវាយបានឲ្យវាបែកតិចៗមកអាចក្រូចស៊ីបានហើយការចិញ្ចឹមក្រូចនេះដែរគឺងាយស្រួលថែទាំទេបងប្អូនណាមិនសូវជាមានជំងឺខ្ទុះអីដូចមាន់ទេអត់មានជំងឺវាក់សាំងអីទេបងប្អូនណាមានចាំបាច់ប្រើថ្នាំវាក់សាំងទេហើយការឲ្យចំណីស៊ីដែរគឺយើងឲ្យមួយថ្ងៃ3ដងបើបងប្អូនគ្មានពេលបងប្អូនដាក់2ដងក៏បានដែរពេលព្រឹកនិងពេលល្ងាចពេលល្ងាចប្រហែលជាម៉ោង3ម៉ោង4នេះអាចដាក់បានបងប្អូនណាហ្នឹងហើយចំពោះចំណីក្រូចពងតែបងប្អូនដាក់ច្រើនទៅតែយប់បងប្អូនមិនដាក់ក៏បានដែរយប់តែមួយទៀតពន្លឺបងប្អូនណាពន្លឺក៏ជួយឲ្យក្រូចហ្នឹងពងច្រើនដែរពន្លឺមួយថ្ងៃជាធម្មតាឲ្យក្រូចទទួលបានពន្លឺចាប់ពី14ទៅ15ម៉ោងនៅពេលដែលយប់ចាប់ពីម៉ោង6ទៅគឺយើងអាចបើកភ្លើងបានបងប្អូនណាបើកភ្លើងវាដល់ម៉ោង9ទៅម៉ោង10យប់គឺអាកាសពងច្រើនជាងដែលយើងងឹតដែលយើងមិនបើកភ្លើងតែយកល្អកុំបើកភ្លើងតភ្លើងបងប្អូនយើងគួរតែបើកភ្លើងតែត្រឹមម៉ោង9ឬម៉ោង10យប់ប៉ុណ្ណឹងគឺបានហើយកន្លែងត្រោកដែរគឺយើងរកកន្លែងស្លាស់ទលាយបងប្អូនណាកុំឲ្យវាឧបទ្រពពេកដើម្បីឲ្យខ្យល់ចេញចូលល្អកុំឲ្យគ្រូយើង stress ចំពោះក្រូចវិញក្នុង1ម៉ែត្រការ៉េយើងអាចដាក់បានចំនួនជាមធ្យម100ក្បាលបងប្អូនណាជាមធ្យម100ក្បាលក្នុង1ម៉ែត្រការ៉េតែបងប្អូនមានជំនាញច្បាស់លាស់គឺយើងអាចដាក់ប៉ុណ្ណឹងបានតែបើមិនមានជំនាញច្បាស់លាស់ទេរៀនចាប់ដំបូងគឺយើងអាចដាក់បាន70ក្បាលដែរបងប្អូនណា70ក្បាល60ក្បាលជាងក្នុង1ម៉ែត្រការ៉េហើយការថែទាំទឹកវិញគឺយើងត្រូវស្អាតជានិច្ចបងប្អូនណាមួយថ្ងៃយើងដាក់បាន3ដងឬក៏2ដងដាក់ព្រឹកថ្ងៃយើងដូរចេញទៅបើទឹកវាអត់ទាន់អស់ចំពោះយើងដាក់កាតូតែបើយើងដាក់ទឹកអូតូគឺមិនចាំដូរលាងកាតូលាងអីទេហើយការទឹកនេះដែរគឺបើសិនបងប្អូនមានទឹកជាយោបងប្អូនត្រូវបើកទឹកដាក់ចូលពាងប្រើទឹកពាងវិញល្អជាងបងប្អូនណាយើងប្រើទឹកពាងមកវាចេញជាក្លចេញអស់ដូច្នេះហើយយើងឲ្យក្រូចផឹកទៅគឺល្អដល់សុខភាពក្រូចផងដែរហ្នឹងហើយអរគុណបងប្អូនវីដេអូនេះបងប្អូនអាចទស្សនាបានហើយខ្ញុំរៀបរាប់ប៉ុណ្ណឹងហើយបងប្អូនមានយោបល់មានចង់បានពូជចិញ្ចឹមបងប្អូនអាចទៅដើមខាងខ្ញុំបានបងប្អូនណាលេខទូរស័ព្ទខ្ញុំនឹងដាក់នៅលើអេក្រង់ទូរស័ព្ទផងដែរអរគុណបងប្អូនអាចទស្សនាវីដេអូពីដើមដល់ចប់ចុះហ្នឹងហើយ
សិនទៅ